កិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិកនិងអ៊ីរ៉ង់ដើម្បីបិទបញ្ចប់សង្គ្រាមនៅមជ្ឈមបូព៌ានឹងត្រូវចុះហត្ថលេខានៅថ្ងៃអាទិត្យទី14មិថុនានេះបើតាមការអះអាងរបស់លោកដូណាល់ត្រាំលើបណ្ដាញសង្គម Truth Social នៅថ្ងៃសៅរ៍ម្សិលមិញដោយបានបន្ថែមទៀតថាច្រកសមុទ្រ Hormuz នឹងបើកភ្លាមក្រោយពីកិច្ចព្រមព្រៀងចុះហត្ថលេខាហើយអ៊ីរ៉ង់ក៏លែងចង់បានអាវុធនុយក្លេអ៊ែរទៀតដែរលោកត្រាំក៏បានបញ្ជាក់ថាអាមេរិកនឹងធ្វើដំណើរទៅអ៊ីរ៉ង់ដើម្បីបំផ្លាញសារធាតុអ៊ុយរ៉ាញ៉ូមឬក៏ដឹកយកមកកំទេចចោលនៅលើទឹកដីអាមេរិកដោយរងចាំស្ថានភាពស្កប់ស្កាត់បន្តិចសិននៅថ្ងៃសៅរ៍ម្សិលមិញនាយករដ្ឋមន្ត្រីប៉ាគីស្ថានបានបង្ហោះសារនៅលើបណ្ដាញសង្គម X ដែលបានបញ្ជាក់ថាកំពុងរងចាំដំណាក់កាលចុងក្រោយនៃកិច្ចព្រមព្រៀងសន្តិភាពក្នុងរយៈពេល24ម៉ោងទៀតហើយក៏ត្រៀមរៀបចំចុះហត្ថលេខាតាមប្រព័ន្ធអេឡិចត្រូនិកចំណែកភាគីអ៊ីរ៉ង់ថាមិនទាន់ចង់ចុះហត្ថលេខាជាមួយអាមេរិកនៅថ្ងៃអាទិត្យទី14មិថុនានេះឡើយពីព្រោះវាហាក់ដូចជាឲ្យកាដូខួបកំណើត80ឆ្នាំរបស់លោកត្រាំអញ្ចឹងអ៊ីរ៉ង់នឹងចុះហត្ថលេខានៅប្រមាណថ្ងៃខាងមុខដោយត្រូវពិនិត្យខ្លឹមសារនៃកិច្ចព្រមព្រៀងនេះឲ្យបានល្អិតល្អន់ជាមុនសិននេះបើតាមការបញ្ជាក់របស់ប្រមុខការទូតអ៊ីរ៉ង់នៅថ្ងៃសៅរ៍ទី13មិថុនានៅក្នុងផែនការសន្តិភាពទាំង14ចំណុចដែលរដ្ឋាភិបាលទីអ៊ីរ៉ង់បានបញ្ជូនទៅឲ្យក្រុងវ៉ាស៊ីនតោនតាមរយៈប៉ាគីស្ថានជាអន្តរការីអ៊ីរ៉ង់បានទាមទារឲ្យអាមេរិកដកកងទ័ពចេញពីតំបន់ជិតប្រទេសអ៊ីរ៉ង់បញ្ឈប់ការបិទគប់កំពង់ផែអ៊ីរ៉ង់រំលាយការបង្កកទ័ពធនអ៊ីរ៉ង់បង់ថ្លៃសំណងខូចខាតលើកទណ្ឌកម្មចេញពីអ៊ីរ៉ង់បង្កើតយន្តការនៅច្រកសមុទ្រ Hormuz និងបញ្ចប់សង្គ្រាមនៅគ្រប់សមរភូមិទាំងអស់រួមទាំងសង្គ្រាមនៅលីបង់ផងដែលកំពុងរងការវាយប្រហារឥតលួចថ្ងៃពីសំណាក់កងទ័ពអ៊ីស្រាអែលរីឯសំណុំរឿងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់នឹងត្រូវចរចាគ្នានៅដំណាក់កាលបន្ទាប់ចង់មិនចង់អាមេរិកត្រូវប្រញាប់ប្រញាល់ចរចាបិទបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ដើម្បីកុំឲ្យរំខានដល់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដែលកំពុងប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិកហើយការបោះឆ្នោតពាក់កណ្ដាលអាណត្តិក៏ខិតជិតមកដល់នៅខែវិច្ឆិកាខាងមុខទៀត